ព្រះអាទិត្យចាប់តាមរះឡើងនៅក្នុងព្រៃជ្រៅកូនស្វាដ៏គួរឲ្យស្រឡាញ់ឈ្មោះថាច័ន្ទបានភ្ញាក់ពីគេងនៅលើមែកឈើដ៏ខ្ពស់មួយវាលាតសន្ធឹងដៃជើងយ៉ាងរីករាយដើម្បីទទួលពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមខណៈដែលវងបាក់សីកំពុងហើរឆ្លងកាត់មេឃពណ៌ផ្កាឈូកស្រាប់តែពូរបស់ច័ន្ទក៏រោឡើងគ្រូបវាសម្លឹងមើលជុំវិញដោយភ្នែកធំរួចយកដៃកាន់ពោះរបស់វាអូខ្ញុំឃ្លានណាស់ច័ន្ទនិយាយទាំងទឹកមុខកំ pl ែងនឹងឆ្ងល់ថាតើថ្ងៃនេះគួរញ៉ាំអ្វីទៅណភ្លាមនោះច័ន្ទលើកច្រមុះហិតក្លិនលើអាកាសវាធំក្លិនអ្វីម្យ៉ាងផ្អែមក្រអូបអន្តែតតាមខ្យល់ខ្សែក្លិនវេទមន្តដែលភ្លឺថ្លានោះបាននាំផ្លូវវាឲ្យទៅរកកំណប់អាហារដ៏ពិសេសមួយដែលលាក់ខ្លួននៅក្នុងព្រៃច័ន្ទបានដើរតាមក្លិននោះរហូតបានឃើញដើមល្ហុងមួយដ៏ធំនៅលើដើមនោះមានផ្លែល្ហុងទុំពណ៌ទឹកក្រូចយ៉ាងច្រើនដែលមើលទៅគួរឲ្យចង់ញ៉ាំខ្លាំងណាស់ពន្លឺថ្ងៃចាំងចូលមកលើដើមល្ហុងនោះយ៉ាងស្រស់ស្អាតធ្វើឲ្យផ្លែនីមួយមើលទៅដូចជាមាសដោយក្តីរំភើបច័ន្ទក៏ស្ទុះឡើងទៅលើដើមល្ហុងយ៉ាងលឿនដូចភ្លេចបន្ទោវារហ័សរហួនណាស់ដៃរបស់វាចាប់តោងមែកឈើមួយទៅមែកឈើមួយទៀតព្រោះវាចង់ដឹងថាល្ហុងនោះមានរសជាតិផ្អែមយ៉ាងណាច័ន្ទបានបោះផ្លែល្ហុងទុំធំជាងគេមួយដោយប្រុងប្រយ័ត្នវាកាន់ផ្លែល្ហុងនោះដោយមោទនភាពនិងទឹកមុខរីករាយបំផុតនេះគឺជាអាហារពេលព្រឹកដ៏ល្អបំផុតរបស់ខ្ញុំច័ន្ទគិតក្នុងចិត្តទាំងញញឹមបិទមាត់មិនចិត្តច័ន្ទបានពុះផ្លែល្ហុងនោះជាពីរសាច់ល្ហុងពណ៌ទឹកក្រូចស្រស់និងគ្រាប់តូចពណ៌ខ្មៅមានសភាពស្រស់និងមានទឹកដមគួរឲ្យចង់ញ៉ាំបំផុតក្លិនរបស់វាភាយឡើងមកពិតជាផ្អែមនិងធ្វើឲ្យច័ន្ទកាន់តែឃ្លានថែមទៀតច័ន្ទមិនបងអោងយូរឡើយវាខំញ៉ាំមួយម៉ាត់យ៉ាងធំផ្អែមណាស់ភ្នែករបស់វាភ្លឺថ្លាដោយក្តីរំភើបនិងរីករាយជាខ្លាំងរសជាតិល្ហុងទុំនេះពិតជាអស្ចារ្យលើសពីការស្មានរបស់វាទៅទៀតកាន់អង្គុយលើមែកឈើញ៉ាំល្ហុងយ៉ាងមានក្តីសុខមេអំបៅពណ៌ស្រស់ស្អាតមួយបានហោះមកជួបជុំគ្នាជុំវិញវាដើម្បីចូលរួមអបអរសាទរអាហារដ៏ឆ្ងាញ់នេះនៅក្នុងព្រៃដ៏ត្រកាលដែលមានពន្លឺព្រះអាទិត្យចាំងកាត់ស្លឹកឈើបៃតងបន្ទាប់ពីញ៉ាំល្ហុងអស់ហើយច័ន្ទមានអារម្មណ៍ឆ្អែតនិងសប្បាយចិត្តខ្លាំងណាស់វាញញឹមដាក់យើងនឹងលើកមេដៃបង្ហាញពីភាពពេញចិត្តល្ហុងពិតជាផ្អែមនិងអស្ចារ្យមែនវាជាការចាប់ផ្ដើមថ្ងៃថ្មីដ៏ផ្អែមល្ហែមបំផុតសម្រាប់ច័ន្ទ